និយាយរួមទៅនៅក្នុងនេះពេលដែលខ្ញុំបានធ្វើដំណើរមកដល់ខ្ញុំពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែនដោយសារបបិបរោះខ្មែរយើងបានមកសល់ទុកស្នាដៃដ៏អស្ចារ្យជាច្រើនមិនថានៅខេត្តណាទេនិយាយរួមក្នុងប្រទេសកម្ពុជាយើងគឺខេត្តនីមួយៗខេត្តខ្លះក៏មានប្រាសាទតែភាគច្រើនគឺមានប្រាសាទបុរាណច្រើនមែនទែនតោះឥឡូវយើងទៅទស្សនាបន្ថែមទៀតបាទនេះគឺជាបរិវេណជុំវិញប្រាសាទភ្នំជីសូដែលយើងឈរនៅចំណុចកណ្ដាលណានិយាយរួមថ្ងៃនេះគឺអាកាសធាតុអំណោយផលខ្លាំងមែនតើហ្មងមកថ្ងៃនេះមេឃក៏ស្រះល្អខ្យល់អាកាសក៏ត្រជាក់ស្រួលអត់សូវក្តៅទេគឺល្អមែនតើដែលយើងចូលមកនេះក្នុងប្រាសាទពីក្នុងនេះគឺមានត្រែពីរណាចាឥឡូវនេះឬក៏ពីចំនួនមួយនោះ僕ខ្ញុំកើតឲ្យទាន់ដែរណាគឺជាត្រែតំណាងមានន័យថាតម្លៃខ្ទង់របស់ព្រះបិតានៅខាងនេះចាព្រះបិតាចាព្រះមេត្តានៅខាងនេះបាទមានន័យថាខាងពេលយើងចូលមកទៅខាងស្ដាំគឺជាតម្លៃខ្ទង់របស់ព្រះមេត្តាសំដៅទៅលើអតិថិឬក៏បារមីណាហ្នឹងហើយខាងឆ្វេងសំដៅទៅលើតម្លៃខ្ទង់របស់ព្រះបិតាបាទត្រង់ថាហ៎គឺបិតាណាមេត្តាណាខ្ញុំក៏អត់ដឹងដែរថាតាមទេណាបាទវាមានការពិតណាប៉ុន្តែនេះគឺជាតំណមានន័យថាអស់ពីចៅមួយទៅចៅមួយមកដាក់ទៀតទៅខូចទៅមានអ្នកដាក់ទៀតទៅណាបាទអញ្ចឹងវាតំណបុរាណណាបាទនេះគឺជាប្រាសាទភ្នំជីសូប្រាសាទវិហារក្នុងនៃប្រាសាទភ្នំជីសូប្រាសាទវិហារក្នុងបាទបាទនេះគឺជាទស្សនវិជ្ជាជុំវិញប្រាសាទតាមពិតទៅប្រាសាទភ្នំជីសូมันសូវជាធំប្រហែលដែរទេតែគ្រាន់ថាក្បាច់ក្បូរចម្លាក់រចនាហ្នឹងគឺថាច្រើនហ្មងណាមានទាំងថ្មបាយក្រៀមថ្មភក់ហើយសំខាន់ដែលខ្ញុំចាប់អារម្មណ៍ជាងគេហ្នឹងគឺប្រាសាទដែលធ្វើពីឥដ្ឋនេះខ្ញុំចាប់អារម្មណ៍ខ្លាំងហ្មងតោះឥឡូវយើងមកទស្សនាបរិវេណជុំវិញប្រាសាទបន្តទៀតនិយាយរួមទៅរចនាចម្លាក់ទាំងអស់ខ្លះក៏សល់ច្រើនទៅខ្លះទៀតក៏សល់តិចទៅបាទនៅក្នុងនេះគឺមានប្រាសាទទូចយ៉ាងច្រើនតាមខ្ញុំដឹងគឺគេធ្វើឡើងដើម្បីប្រារព្ធបូជាដល់ព្រហ្មញ្ញសាសនាអូត្រជាក់មែនតើហ្មងនេះអូវល់ឆ្វាច់មកបាទឥឡូវនេះយើងមកដល់កន្លែងខ្លោងទ្វារមិញតែយើងចេញមិញណាអញ្ចឹងយើងទៅទស្សនានេះជុំវិញខាងនេះមើលខាងនេះឃើញថ្មបាយក្រៀមប៉និតមែនតើហ្មងស្អាតណាមកដើរកំសាន្តកន្លែងនេះខ្ញុំចង់ណែនាំឲ្យបងប្អូនពុកម៉ែប្រជាជនរបស់យើងទាំងអស់គ្នាចង់ឲ្យមកកំសាន្តឲ្យបានច្រើនដោយសារកន្លែងដែលអស្ចារ្យអញ្ចឹងបងប្អូនខ្លះក៏គាត់ស្គាល់ទៅបងប្អូនខ្លះក៏គាត់អត់បានដឹងអញ្ចឹងណាអញ្ចឹងនេះគឺជាទស្សនវិជ្ជាក៏ដូចជាសារមួយដែលខ្ញុំចង់ផ្ដាំផ្ញើទៅដល់បងប្អូនទាំងអស់គ្នាដើម្បីឲ្យមកទស្សនាក៏ដូចជាមកទេសចរនៅប្រាសាទភ្នំជីសូឲ្យបានច្រើនតាមពិតទៅអត់ឆ្ងាយពីភ្នំពេញហ្មងទេយើងជិះតែ1ម៉ោងឬ1ម៉ោងជាងគឺមកដល់ហើយ
hay miền rôm lì than chẳng trao là nắng tiền to chừng tu sna khang trong một tiết mờ mới khơi sạt cha mình tên sạt cái nàyនេះឃើញថានៅទាំងស្រុងនេះបរិវេណជុំវិញប្រាសាទណាឃើញនៅទាំងស្រុងឃើញស្អាតខ្លាំងណាហើយមកនេះឃើញមេឃក្តៅអញ្ចឹងតែអត់ក្តៅទេលើនេះខ្យល់ត្រជាក់ហើយមកដល់នេះគឺមានអារម្មណ៍ថាត្រជាក់ហ្មងណាឥឡូវយើងមកមើលទេសភាពពីលើភ្នំទៅឃើញថាទេសភាពពីលើភ្នំនេះគឺស្អាតខ្លាំងណាមានកូនទន្សាយទៀតខាងក្រោមនោះដូចមានខ្លោងទ្វារប្រាសាទនេះអូខ្ញុំទៅមើលនោះខ្ញុំទៅមើលឡើងចង្អាយណាណីនោះបាទនេះគឺជាទស្សនវិជ្ជាដែលយើងមើលពីលើទៅឃើញខ្លោងទ្វារចូលតាមខ្ញុំដឹងពីដើមមកគឺនេះគឺជាផ្លូវថ្មើរជើងឥឡូវនេះយើងអាចបើកឡានឡើងមកដល់លើកំពូលភ្នំយើងអត់ចំណាយពេលយូរទេបាទបន្ទាប់ពីខ្លោងទ្វារពីលើនឹងមកឃើញថាដូចមានខ្លោងទ្វារមួយទៀតនៅកន្លែងចំពីកន្លែងនេះបាទហើយឥឡូវខ្ញុំអត់ដឹងថាគេនៅឡើងតាមផ្លូវហ្នឹងដដែលឬក៏យ៉ាងម៉េចទេដោយសារឥឡូវយើងមានផ្លូវសម្រាប់ឡើងមកលើមានភាពងាយស្រួលអញ្ចឹងណាជាទូទៅខ្ញុំគិតថាមានអ្នកដែលឡើងមកគឺគាត់បើកឡានឡើងមកដល់លើតែម្ដងដើម្បីកុំឲ្យចំណាយពេលយូរបាទនេះគឺជាទេសភាពទាំងស្រុងពីលើកំពូលភ្នំបាទនេះគឺជាលបងជុំវិញប្រាសាទនៅផ្នែកមួយទៀតបាទឥឡូវយើងទៅទស្សនាទាំងអស់គ្នាឃើញថានៅនេះមានម្លប់ប្រឆឹងតាឆៃហ្មងហើយទីធ្លាក៏ស្អាតហើយក៏មានកន្លែងលក់ដូរដូចជាកញ្ចុះកំសាន្តមកនេះយើងបានដើរមកទស្សនាប្រាសាទផងយើងបានមកចង់ញ៉ាំអីសម្រាប់ធ្វើអីក៏បានដែរអញ្ចឹងយើងទៅទស្សនាបន្ថែមទៀតលេខចាំចេញទៅវិញបាទឥឡូវយើងមកផ្ដិតយករូបភាពជុំវិញកន្លែងញ៉ាំអីណាចង់ផ្សព្វផ្សាយឲ្យបងប្អូនមកលេងឲ្យច្រើនដោយសារនៅនេះជាទូទៅមិនមែនថ្ងៃចុងសប្តាហ៍គឺអត់សូវមានអ្នកមកកំសាន្តទេអញ្ចឹងយើងមកទស្សនាបងប្អូនគ្នាបាទថ្ងៃនេះអត់ទេខ្ញុំបានប្រាប់តាំងពីដើមមកហើយថ្ងៃនេះដែលយើងមកមិនមែនចុងសប្តាហ៍ទេណាឃើញថាមកឡើយនេះមិននេះទេណាយើងមកទស្សនាប្រាសាទបុរាណផងហើយបន្ទាប់មកដល់ម៉ោងញ៉ាំបាយហេវអីចឹងយើងអាចមកញ៉ាំមកអង្គុយសម្រាកនៅទីនេះបាននៅនេះមានកញ្ចុះគេសម្រាកមានម្ហូបមាននិយាយរួមមានម្ហូបអាហារយ៉ាងច្រើនហើយកន្លែងនេះដែរចង់ផ្ដាំផ្ញើទៅបងប្អូនទាំងអស់គ្នាឲ្យមកទស្សនាក៏ដូចជាមកទេសចរនៅលើភ្នំជីសូនេះឲ្យបានច្រើនដើម្បីឲ្យទេសចរយើងកាន់តែរីកចម្រើនឡើងអញ្ចឹងណាហើយការលក់ដូរនៅនេះក៏តម្លៃអត់ដូចគេដែរគឺតម្លៃសមរម្យដែលអាចទទួលយកបានបាទឥឡូវយើងទៅទស្សនាជុំវិញបន្ថែមទៀតបាទនេះអាហារថ្ងៃត្រង់របស់ពួកយើងពេលដែលយើងថតចប់យើងញ៉ាំអីនៅលើនឹងស្រាប់ហ្មងនេះមានពងទាកូនមានបុកកសាំងត្រីឆ្អើរនេះអូនេះ favorite របស់ខ្ញុំហើយអែមណាស់ហើយបន្ទាប់មកទៀតនេះបុកល្ហុងលាយមីបាញ់និយាយតិចទៀតខ្ញុំនឹងញ៉ាំឲ្យមើលថារសជាតិបែបម៉េចណា
បាទឥឡូវនេះខ្ញុំមកភ្លក់ពងទាកូនឲ្យបងប្អូនមើលបងពងទាកូននេះគឺជាពងទាកូននៅខេត្តតាកែវផ្ទាល់អត្តសញ្ញាណនៅខេត្តតាកែវគឺពងទាកូនឆ្ងាញ់តោះយើងមើលទាំងអស់គ្នាអូបរិយាកាសអែមមែនតើហ្មងណា សំបរិយាយ លើកមកនេះសិនឆ្ងាញ់ហួសនេះកូនល្មមឆ្ងាញ់ហ្មងណា ลวกนี่ประตอมบอกละห้องมีเลิกมาใช้ตัวนี้มูเต็ดไอเมอร์นี่บันใหญ่เต้นี่บกกระสังไตรชาไอ้บงเปิลไตรชาบอลโจจัดเนี่ยบทเตียนเนี่ยไงเนี่ยanh ấy hay mỗi bài cọ rập nhẹ sạch nói đài đã thằng ông đồng tiền con đi một tiền con em bao cái nè bằng cái đau mà vậy mấy nè chân anh một tiền con chân anh khăn á lời khai tay cào năng à vậy đại chân anh những cái tiền con này nhà nam mình là bầy một tiền con khai tay cào nhẹ lớn mơ con ạ mơ con ạ tên nón mòn bông tia cô nằm trẻ ta nhằm đã trong năng ai cô đã chan này cho nhằm tiền bởi nhằm nó nhằm trẻ ta cô đã chan khơi ăn hiên nhá miền chè ta cuốn bánh xong miền mòn đất miền chi à miền bọc phơ tây cha miền lụa tông tia côn bọc lòng mì ôi bột mì là không bọc mì là không bọc lòng mì đây cầm rô sa cầm pùi phịch mời hai bóng hồn ơi bảy nè miền súp bì miền chực cá miền chan để phải đâm nhau đến xe sport trong chop phịch tắc ngonนี่กรมครัวซาบองบนใบเนี่ยนี่กระปูพลิกให้เมาเหม็นใบเนี่ยมีพลิกกระปูพลิกไอ้โอ้ย thầy cho ai cái sang đấy kêu muốn phình sao vậy muốn mau nó có phình cái tên បាទឥឡូវនេះឃើញថាការដែលខ្ញុំបានបង្ហាញជូនទស្សនភាពជុំវិញបរិវេណប្រាសាទភ្នំជីសូក៏បានមកដល់ទីបញ្ចប់ផងដែរ
បាទជាចុងក្រោយនេះខ្ញុំបាទក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែទស្សនាវីដេអូរបស់ខ្ញុំបាទសក្តាតាំងពីដើមរហូតដល់ចប់អញ្ចឹងបងប្អូនកុំភ្លេចចូលទៅ Subscribe YouTube របស់ខ្ញុំបាទមួយម្នាក់ផងដើម្បីទទួលបាននូវព័ត៌មានថ្មីៗក៏ដូចជាវីដេអូទស្សនវិជ្ជាថ្មីៗបន្ថែមទៀតបាទជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ